ថ្ងៃនេះមកបង្ហាញបងប្អូនពីរបៀបធ្វើនំប៉័ងស្នូលត្រាវហើយស្នូលត្រាវរបស់យើងថ្ងៃនេះគឺឈ្ងុយឆ្ងាញ់ខ្លាំងមែនទែនចំពោះនំប៉័ងថ្ងៃនេះមិនត្រឹមតែមានម៉ូដស្អាតទេថែមទាំងមានរសជាតិឆ្ងាញ់ថែមទៀតផងសាច់នំវិញឡើងទន់ល្មើយតែម្ដងហើយវិធីធ្វើគឺដូចតែធ្វើនំប៉័ងរាល់ដងទេអត់មានអីខុសគ្នាទេណាបងប្អូនភាគច្រើនខ្ញុំធ្វើនំប៉័ងអត់ស្នូលតែថ្ងៃនេះវិញខ្ញុំធ្វើស្នូលត្រាវរសជាតិឆ្ងាញ់មែនទែនពេលដែលយើងដាក់ដុតទៅក្លិនឡើងឈ្ងុយសាច់ត្រាវនឹងតែម្ដងបងប្អូនជាដំបូងគឺយើងត្រូវការត្រាវចំពោះត្រាវខ្ញុំប្រើចំនួន300ក្រាមឬក៏3ខាំនឹងចំហុយឲ្យបានឆ្អិនល្អចាប្រហែលជា20នាទីអីឆ្អិនហើយបងប្អូនត្រាវលើកហ្នឹងគឺសាច់ល្អខ្លាំងមែនទែនបន្ទាប់ពីត្រាវឆ្អិនហើយខ្ញុំយកវាមកកាន់បែបនេះឲ្យបានម៉ត់ល្អបងប្អូនអាចប្រើសមមកប៉នឲ្យបែកល្អក៏បានដែរចាគឺកិនយ៉ាងណាឲ្យបានម៉ត់ល្អបន្តិចទៅបន្តមកទៀតខ្ញុំយកចាក់នៅក្នុងខ្ទះយើងក៏មិនតាន់បើកភ្លើងហើយបន្តមកខ្ញុំដាក់ស្ករសចំនួន4ស្លាបព្រាបាយបើសិនជាបងប្អូនអត់ចង់ផ្អែមទេគឺដាក់តែ3ស្លាបព្រាបាយបានហើយខ្ញុំដាក់អំបិលបន្តិចជាមួយនឹងខ្ទិះដូងប្រហែលជា100ក្រាមបងប្អូនយើងច្បល់គ្រឿងផ្សំទាំងអស់ឲ្យសព្វចូលគ្នាតែមួយមកហើយយើងបើកភ្លើងតិចឲ្យហើយមកបងប្អូនចាយើងកូររហូតដល់គ្រឿងផ្សំរលាយសព្វចូលគ្នាអស់បន្ទាប់មកខ្ញុំដាក់សាច់ដូងបងប្អូនអាចប្រើសាច់ដូងខ្ចីក៏បានឬក៏សាច់ដូងចាស់ក៏បានដែរដាក់តាមការចូលចិត្តហើយយើងកូរគ្រឿងផ្សំទាំងអស់ឲ្យស្ងួតទឹកយើងអាចដួសដាក់ចានបានហើយផ្នែកស្នូលយើងបានឆ្អិនរួចរាល់ហើយឥឡូវយើងមកចាប់ផ្ដើមលាយម្សៅវិញម្ដងខ្ញុំត្រូវការទឹកដោះគោក្ដៅអ៊ុន180 ml ស្ករស4ស្លាបព្រាបាយកូរគ្រឿងផ្សំឲ្យបានសព្វល្អបន្ទាប់មកខ្ញុំដាក់មេនំប៉័ងចំនួន7ក្រាមនិងថែមអំបិលបន្តិចផងដែរកូរឲ្យបានសព្វបន្តិចទៅបន្ទាប់មកខ្ញុំថែមជាមួយនឹងពងមាន់ចំនួន1គ្រាប់ទៀតចាកូរគ្រឿងផ្សំទាំងអស់ឲ្យសព្វចូលគ្នាដូចមិញដែរចាបន្ទាប់មកទៀតខ្ញុំប្រើជាមួយនឹងម្សៅមី350ក្រាមយើងចាប់ផ្ដើមកូរម្សៅមីជាមួយនឹងគ្រឿងផ្សំទាំងអស់ដែលបានលាយបាញ់មិញហ្នឹងទៅចាកូរឲ្យបានសព្វបន្តិចមកបន្ទាប់មកបើសិនជាយើងលាយមិនចង់ឲ្យជាប់ដៃគឺយើងលាបប្រេងឆានឹងដៃនឹងតិចទៅបងប្អូនចំពោះការច្របាច់ម្សៅវិញគឺរៀងយូរបន្តិចដែរបើសិនជាយើងប្រើជាមួយនឹងម៉ាស៊ីនគឺលឿនទេបងប្អូនប៉ុន្តែបើប្រើដៃបែបនេះគឺរៀងយូរបន្តិចណាចាបន្ទាប់ពីម្សៅយើងច្របល់បានសព្វចូលគ្នាល្អហើយខ្ញុំប្រើប៊ឺចាគឺប៊ឺដុំបែបហ្នឹងណាចាចំនួន50ក្រាមថែមទៀតហើយចំពោះការច្របាច់ជាមួយនឹងប៊ឺនេះគឺកាន់តែរៀងយូរបន្តិចដោយសារតែប៊ឺហ្នឹងយើងត្រូវការឲ្យរលាយសព្វចូលគ្នាជាមួយនឹងម្សៅអញ្ចឹងទៅគឺរៀងច្របាច់រៀងយូរបន្តិចប៉ុន្តែពេលដែលបងប្អូនមើលគឺខ្ញុំច្របាច់តែមួយផ្លេតទេដោយសារតែខ្ញុំកាត់វីដេអូហ្នឹងគឺរៀងយូរដែរបងប្អូនចំពោះប៊ឺដែលខ្ញុំប្រើគឺប៊ឺសាបបងប្អូនចាហើយបន្ទាប់មកខ្ញុំត្រូវការចានស្អាតមួយទៀតហើយខ្ញុំលាបប្រេងឆាក្នុងនឹងបន្តិចផងដែរហើយបន្ទាប់មកយើងយកម្សៅដែលយើងច្របាច់បាញ់មិញហ្នឹងយកមកដាក់ផ្អាប់ទុកចំនួន1ម៉ោងថែមទៀតបើសិនជាបងប្អូនមានពេល1ម៉ោងលើសបន្តិចបន្តួចក៏មិនអីដែរឲ្យតែសាច់ម្សៅយើងឡើងបានល្អណាចាឥឡូវរយៈពេល1ម៉ោងហើយចាគឺសាច់ម្សៅបានឡើងប៉ុណ្ណឹងណាបងប្អូនឃើញថាសាច់ម្សៅយើងឡើងទន់ល្មើយតែម្ដងចាឥឡូវខ្ញុំរោយម្សៅនៅលើក្តារបន្តិចកន្លែងដែលយើងច្របាច់ម្សៅបងប្អូនរោយហ្នឹងគឺរោយម្សៅមីដែលធ្វើនំនឹងឯងបងប្អូនហើយយើងច្របាច់ម្សៅតែមួយផ្លេតទេដើម្បីឲ្យម្សៅយើងចេញខ្យល់អស់ទៅគឺរួចរាល់ជាការស្រេចហើយម្សៅហ្នឹងគឺយើងយកកាត់ជា2ហើយយើងកាត់ជាដុំតូចថែមទៀតហើយចំពោះការធ្វើនំនេះបងប្អូនចង់បានតូចចង់បានធំតាមការចូលចិត្តណាបើសិនជាធ្វើតូចក៏ស្អាតម្យ៉ាងធ្វើធំក៏ស្អាតម្យ៉ាងដែរតែបើធ្វើតូចគឺបានច្រើនហើយបើថាធ្វើធំគឺបានតិចជាងតែប៉ុណ្្នឹងទេបងប្អូនម្សៅយើងរៀងទន់បន្តិចបើមិនចង់ឲ្យជាប់ដៃគឺយើងលាបប្រេងឆាបន្តិចទៅលើក្តារក៏បានឬជាមួយនឹងដៃក៏បានដែរដើម្បីកុំឲ្យជាប់ជាមួយដៃយើងបងប្អូនម្សៅដុំតូចហ្នឹងយើងត្រូវច្របាច់ឲ្យចេញខ្យល់អស់ហើយធ្វើវារាងមូលខ្ញុំចាប់ផ្ដើមយកប្រេងឆាបន្តិចលាបទៅលើក្តារហើយបន្ទាប់មកខ្ញុំកិនម្សៅយើងឲ្យរាងសំប៉ែតគឺខ្ញុំធ្វើរាងលឿនបន្តិចបងប្អូនដោយសារតែវីដេអូនេះគឺពេលដែលខ្ញុំកាត់គឺយូរខ្លាំងមែនតើអញ្ចឹងហើយគឺខ្ញុំទាញសាច់វីដេអូរាងលឿនបន្តិចហើយធ្វើឲ្យសំប៉ែត4ជ្រុងបែបហ្នឹងមកខ្ញុំយកកបិតដែលសម្រាប់កាត់ភីហ្សាហ្នឹងណាចាឬបងប្អូនមានឡាមក៏បានដែរយកឆូតបែបហ្នឹងមកជាកន្លាតូចកន្លាធំតាមការចូលចិត្តរបស់បងប្អូនហើយយើងដាក់ស្នូលយើងទៅយើងរមូរតាមហ្នឹងបងប្អូនអាចមើលវិធីធ្វើរបស់ខ្ញុំបានគឺបែបងាយទេពេលដែលយើងរមូរហើយយើងកុំភ្លេចជីបនៅខាងមុខផងដើម្បីឲ្យសាច់ម្សៅហ្នឹងជាប់បានល្អហើយបន្ទាប់មកយើងបត់បែបហ្នឹងមកហើយបើសិនជាបងប្អូនអត់ចូលចិត្តសាច់ម្សៅហ្នឹងរាងវែងពេកបងប្អូនអាចកាត់ចំហៀងចេញហើយច្របាច់ឲ្យតូចអញ្ចឹងណាចំពោះម្សៅហ្នឹងគឺងាយស្រួលទេគឺយើងគ្រាន់តែធ្វើម្សៅយើងឲ្យរាង4ជ្រុងហើយកិនឲ្យរាងសំប៉ែតរាងស្ដើងតិចមកបងប្អូនហើយយើងឆូតដូចខ្ញុំធ្វើអញ្ចឹងណាបន្តធ្វើម្សៅយើងបែបហ្នឹងឲ្យអស់តែម្ដងទៅចាចំពោះស្នូលខ្ញុំធ្វើហ្នឹងរាងច្រើនបន្តិចនៅសល់បន្តិចផងបងប្អូនអញ្ចឹងយើងអាចធ្វើស្នូលនំផ្សេងទៀតបានចាឥឡូវយើងបានធ្វើនំយើងគឺអស់ហើយផងដែរនំយើងធ្វើរួចរាល់ហើយយើងដាក់នៅក្នុងថាសដុតនំចាខ្ញុំទ្រាប់กระดาษសម្រាប់ដុតនំពីក្រោមបងប្អូនចាហើយបន្ទាប់មកយើងដាក់នំយើងកុំឲ្យជិតគ្នាពេកកាលណាដែលនំយើងឡើង
ខ្លាំងតិចទៀតទៅគឺនំយើងនឹងជាប់ដូចជានំខ្ញុំជាដើមប៉ុណ្ណឹងនៅតែឡើងរៀងជាប់បងប្អូនហើយខ្ញុំគ្របទុកចំនួនកន្លះម៉ោងថែមទៀតរយៈពេល30នាទីបន្ទាប់ពី30នាទីខ្ញុំមានពងមាន់ផ្នែកក្រហមមួយគ្រាប់ជាមួយនឹងទឹកដោះគោបន្តិចកូរគ្រឿងផ្សំទាំងពីរឲ្យសព្វចូលគ្នាបានល្អយើងយកលាបពីលើនំប៉័ងរបស់យើងឲ្យបានសព្វតិចមកព្រោះថាពេលដែលយើងលាបពងមាន់ជាមួយនឹងទឹកដោះគោបែបហ្នឹងទៅនំប៉័ងយើងពណ៌ឡើងក្រហមស្អាតតែម្ដងបងប្អូនឥឡូវខ្ញុំបន្ថែមជាមួយនឹងល្ងខ្មៅដើម្បីឲ្យនំប៉័ងយើងហ្នឹងមានសោភ័ណភាពហ្នឹងកាន់តែស្រស់ស្អាតហើយនឹងឈ្ងុយឆ្ងាញ់ផងដែរបងប្អូនអាចប្រើជាប្រភេទល្ងសក៏បានឬក៏ល្ងខ្មៅបែបហ្នឹងក៏បានដែរចាឥឡូវនេះនំប៉័ងយើងគឺបានធ្វើរួចរាល់ហើយខ្ញុំដាក់ទៅក្នុងឡដុតចំពោះការប្រើភ្លើងវិញខ្ញុំប្រើកម្ដៅ180រយៈពេល25ទៅ30នាទីនំយើងគឺឆ្អិនល្មមតែម្ដងវាអាចខុសគ្នាទៅតាមម៉ាស៊ីននីមួយៗដែរបងប្អូនណាគឺខ្ញុំមិនហ៊ានកំណត់ទេដោយសារតែម៉ាស៊ីនខ្ញុំគឺរយៈពេលប៉ុណ្ណឹងគឺល្មមប៉ុន្តែបើសិនជាបងប្អូនមានប្រភេទម៉ាស៊ីនផ្សេងគឺអាចនឹងខុសគ្នាតិចតួចអញ្ចឹងបងប្អូនអាចមើលពីស្ថានភាពនំរបស់យើងឃើញក្រហមប៉ុណ្ណឹងអីបងប្អូនអាចដកចេញមកបានទេណាបងប្អូនដូចជាម៉ាស៊ីន air fry អីជាដើមបងប្អូនអាចដាក់កម្ដៅហ្នឹងកុំឲ្យខ្លាំងពេកកាលណាដែលខ្លាំងពេកឆាប់ខ្លោចនំយើងអញ្ចឹងគឺអត់ឆ្អិនទាំងអស់ទេឥឡូវនេះនំយើងគឺបានឆ្អិនទាំងអស់តែម្ដងសាច់នំវិញឡើងទន់ល្មើយបងប្អូនហើយចំពោះការធ្វើនំនេះផងដែរគឺអត់មានអីពិបាកទេនំប៉័ងបងប្អូនគឺងាយស្រួលធ្វើខ្លាំងមែនតើចំពោះស្នូលបងប្អូនអាចប្រើជាប្រភេទស្នូលសណ្តែកក៏បានឬក៏ស្នូលសណ្តែកក្រហមឬក៏ស្នូលអីផ្សេងដែលបងប្អូនចូលចិត្តណាអត់មែនតែស្នូលត្រាវទៅអាចដាក់បានទេគឺប្រើជាប្រភេទស្នូលផ្សេងទៀតចំពោះនំបែបនេះបងប្អូនអាចធ្វើពីល្ងាចហើយទុកញ៉ាំនៅពេលព្រឹកក៏បានដែរពេលដែលនំឆ្អិនបែបហ្នឹងក្លិនវិញឡើងឈ្ងុយឆ្ងាញ់តែម្ដងក្លិនល្ងផងគឺក្លិនត្រាវផងរសជាតិឆ្ងាញ់ណាស់បងប្អូនអើយ